អ្នកខ្លះគាត់កាចសាហាវនៅក្នុងផ្ទះរបស់គាត់ចាប្តីប្រពន្ធគាត់បងប្អូនឪពុកម្ដាយគាត់គាត់ខ្លាំងហ្មងដល់ពេលមែនតើគាត់ចេញទៅក្នុងសង្គមអត់ហ៊ានមួយគេទេខ្លាចគេតែបើក្នុងផ្ទះគឺថាសាហាវហ្មងចានឆ្នាំងអីមិនស្រួលបោកខ្ទេចខ្លាំងបាទក្នុងផ្ទះតើចេញទៅសង្គមខាងក្រៅអត់ហ៊ានមួយគេយើងត្រូវមានភាពរឹងមាំនៅក្នុងខ្លួនដើម្បីការពារក្រុមគ្រួសាររបស់យើងដឹកនាំក្រុមគ្រួសាររបស់យើងហើយទៅប្រឈមមុខក្នុងសង្គមខាងក្រៅអ្នកណាដែលមិនឲ្យតម្លៃបងប្អូនយើងពុកម្ដាយយើងក្រុមគ្រួសាររបស់យើងមនុស្សជាទីស្រឡាញ់របស់យើងរួមទាំងខ្លួនយើងផងដែរតើយើងការពារខ្លួនឯងបានអត់ការពារមនុស្សជាទីស្រឡាញ់របស់យើងបានអត់ឬក៏ឲ្យអ្នកដទៃពីខាងក្រៅគេវាយតម្លៃមាក់ងាយក្រុមគ្រួសាររបស់យើងបានដៃគូរបស់យើងបានកុំខ្លាំងតាខាងវាយរបស់ខ្ទេចខ្ទីអត់ប្រយោជន៍កុំខ្លាំងបានតែនៅក្នុងផ្ទះជាមួយបងប្អូនឯងពុកម្ដាយឯងណាយកភាពខ្លាំងនឹងសម្រាប់នេះដាក់នៅក្នុងខ្លួននេះប្រឈមមុខនៅក្នុងសង្គមខាងក្រៅហើយយកកម្លាំងនឹងមកការពារក្រុមគ្រួសាររបស់យើងមនុស្សជាទីស្រឡាញ់របស់យើងមិនមែនខ្លាំងបានតែមនុស្សក្បែរខ្លួនដឹងតែគេស្រឡាញ់គេមិនហ៊ានទៅជាខ្លាំងដាក់គេតើខាងក្រៅគេនិយាយអីថាអីមកអត់ហ៊ានជាមួយគេខ្ញុំឃើញមានមនុស្សបែបហ្នឹង